មួយគូទៀតហើយដែលគ្រប់គ្នាចង់លើកដំណឹងល្អក្នុងពេលឆាប់នេះសម្រាប់គូស្នេហ៍របស់អ្នកនាងអែថាក់សអនជាមួយលោកនុនគុនឆានុនអ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងកម្មវិធីមួយទាំងគូបានចេញទទួលការងាររួមគ្នាធ្វើឲ្យអ្នកចូលរួមនិងអ្នកសារព័ត៌មានទាំងអស់បាននិយាយថាហាក់បីដូចជាកំពុងចូលរួមកម្មវិធីមង្គលការរបស់អែថាក់សអនជាមួយនឹងលោកនុនគុនឆានុនអ្នកទាំងពីរក៏បានផ្ដល់បទសម្ភាសន៍តាក់ទងជាមួយកម្មវិធីមង្គលការរបស់ខ្លួនផងដែរអ្នកទាំងពីរពិតជាបានកំណត់ថ្ងៃរៀបការពិតប្រាកដមែនតែនាងសង្ឃឹមថាគ្រប់គ្នានឹងយល់ថាការរៀបការឬអ្វីក៏ដោយអាចនឹងមានការផ្លាស់ប្ដូរបានតាមស្ថានភាពនីមួយចំពោះនាងមានន័យថានេះជាការព្រមព្រៀងមួយថាយើងអាចបន្តជាមួយគ្នាបានឬយ៉ាងណាហើយក៏មិនបានន័យថាកំណត់ថ្ងៃរៀបការរួចហើយត្រូវតែរៀបការនោះទេនាងបានបន្តទៀតថាយើងតាក់ទងគ្នាបែបចាស់ទុំយើងធ្លាប់បាននិយាយគ្នាហើយថាមិនថាការបញ្ចប់ដោយរូបភាពបែបណាទេឬអាចជាមិត្តភក្តិវិញយើងអាចនឹងមានថ្ងៃផុតកំណត់នៃទំនាក់ទំនងរបស់យើងជាក់លាក់ណាមួយគ្រាន់តែពេលនេះសូមឲ្យយល់ពីគ្នាមិនបានន័យថា3ឆ្នាំហើយត្រូវតែរៀបការនោះទេរីឯលោកនុនគុនវិញបាននិយាយថាចំពោះខ្ញុំមិនថារឿងគ្រួសារទាំងសងខាងគឺមិនមានអ្វីជាបញ្ហាទៀតឡើយគ្រប់គ្នាពិតជាទន្ទឹងរង់ចាំពួកយើងទាំងពីរចូលរោងការក្នុងពេលឆាប់មែនតែទោះជាយ៉ាងណាគឺខ្ញុំនៅតែផ្ដល់សិទ្ធិនៅក្នុងការសម្រេចចិត្តឲ្យអែជាអ្នកសម្រេចក្នុងពេលកំពុងផ្ដល់បទសម្ភាសន៍នោះគឺមានសំណួរមួយដែលសួរឲ្យអែនាងហូរទឹកភ្នែកភ្លាមចំពោះមុខអ្នកសារព័ត៌មានទាំងអស់ហើយអ្នកសារព័ត៌មានទាំងអស់បានសួរទៅកាន់អែថាតើនាងមានអារម្មណ៍យ៉ាងណាដែរមានមនុស្សជាច្រើនគាំទ្រនិងផ្ដល់កម្លាំងចិត្តឲ្យនាងរហូតមកហើយពិសេសមានមនុស្សជាច្រើនចង់ឃើញពិធីមង្គលការរបស់អ្នកទាំងពីរនាងបានឆ្លើយតបជាមួយសំណួរទាំងពីរទាំងហូរទឹកភ្នែកថានាងនៅក្នុងវិស័យសិល្បៈនេះយូរមកហើយមានទាំងរឿងល្អមានទាំងរឿងមិនល្អក្នុងជីវិតរបស់នាងខ្លះផងដែរតែនាងពិតជាអរគុណចំពោះការគាំទ្ររបស់អ្នកគាំទ្រទាំងអស់ដែលតែងតែផ្ដល់ជាកម្លាំងចិត្តដល់នាងរហូតមកពិសេសក៏សូមអរគុណដែលតែងតែជាកម្លាំងចិត្តដល់គូស្នេហ៍របស់អ្នកទាំងពីរផងដែរចំពោះលោកនុនគុនវិញបានបង្ហើបឲ្យបានដឹងដែរថានៅពេលដែលលោកបានរៀបចំរួចរាល់ហើយចំពោះការរៀបការលោកនឹងផ្ដល់ព័ត៌មានដល់អ្នកទាំងអស់គ្នាបានដឹងម្ដងទៀតនិយាយអំពីទំនាក់ទំនងស្នេហារបស់អែថាក់សអនជាមួយនឹងលោកនុនគុនបើទោះបីជាអ្នកទាំងពីរមានអាយុខុសគ្នា16ឆ្នាំពិតមែនតែអ្នកទាំងពីរបានឆ្លងកាត់ឧបសគ្គជាមួយគ្នាបាននិងយល់ពីគ្នាកាន់តែច្បាស់អ្វីដែលកាន់តែពិសេសលោកនុនគុនទោះបីជាអាយុតិចជាងក៏ដោយតែលោកជាមនុស្សដែលមានការគិតបែបចាស់ទុំបានធ្វើឲ្យម្ដាយរបស់អែថាក់សអនពិតជាពេញចិត្តនិងស្រឡាញ់ចូលចិត្តលោកជាខ្លាំងមិនត្រឹមតែប៉ុណ្ណោះទេលោកក៏មានភាពជិតស្និទ្ធជាមួយនឹងកូនស្រីតែមួយគត់របស់អែថាក់សអនដែលមើលទៅរូបភាពអ្នកទាំង3នៅជាមួយគ្នាហាក់បីដូចជាគ្រួសារតែមួយ